đây nên ngọc nè Sớt đây nhung sri ní nhung phật lý ok ngày nay dương nâng dậy pi topic muối đây dậy pi ca kịch nên ngọc khi thâuสังเกต mơ khơi nhọn tha mình nữ dương cứไปkhai dương bay trai chia phiêu phê từ lời ca kịch đóในคลายกอดเชชากับกอดบานกำลังกุนไอเนี่ยในคลายเด็กนั่นคือกอดอัดเจอไงกอดจำเลยไม่หัดพอเซอร์เชชาไอสงบสงัดไปมีเรื่องไอมุกัดล้างคือกอดอัดเซอร์บัญจันเชียสกัมเพียพากอดเธอไม่ปังมองไงคือกอดដូចនិយាយដែរគាត់ចេះគិតមុនគូអីចឹងណាអញ្ចឹងមនុស្សពីរហ្នឹងគឺគេឲ្យឈ្មោះថាមនុស្សដែលមានកំណត់ reactive ហើយនិង proactive អូខេអញ្ចឹងចំពោះមនុស្ស proactive គឺគាត់ជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវជាមនុស្សម្នាក់ដែលមានហេតុផលធ្វើអីមួយគឺគាត់តែងតែគិតគូរមុននឹងគាត់ធ្វើហើយការបញ្ចេញការឆ្លើយតបទៅលើរឿងអីមួយដែលកើតឡើងក្នុងជីវិតរបស់គាត់ហ្នឹងគឺគាត់គិតគូរថាមែនតើអត់ប៉ាំងហ្មងឯងវាខុសគ្នាអញ្ចឹងណាអញ្ចឹងមនុស្ស active គឺគាត់គិតទៅលើដំណោះស្រាយឬក៏គិតទៅលើហេតុផលជាជាងការបញ្ចេញសកម្មភាពទៅភ្លាមឧទាហរណ៍ថាជួបបញ្ហាអីគេមួយអញ្ចឹងគឺគាត់ព្យាយាមរកដំណោះស្រាយជាជាងការអង្គុយសំកប់នៅនឹងកន្លែងមួយហើយគិតថាហេតុអីបានជាអានឹងគឺជាអានឹងកាត់ឡើងមកលើជីវិតរបស់ខ្ញុំគឺគាត់ជាមនុស្សម្នាក់ដែលជាកម្លាំងចលករហ្មងគឺគាត់មិនមែនជាអ្នកដែលជាជនរងគ្រោះហើយគឺគាត់អត់ទទួលយកអារម្មណ៍ហ្នឹងឯងហ្នឹងហើយហើយភ្ជាប់មួយសនីយើងមិននិយាយថាមានមនុស្សពីរប្រភេទណាស់ proactive សនីបាននិយាយហើយឥឡូវមួយនឹងផងដែរគឺតកតងជាមួយនឹងមនុស្ស reactive មនុស្ស reactive ជាមនុស្សបែបណាទៅអ្នកទាំងអស់គ្នាដែលគិតអត់ដាច់ឧទាហរណ៍ថាយើងជួបបញ្ហាអីមួយហើយយើងអង្គុយគិតថាមកពីបែបនេះបានជាខ្ញុំអញ្ចឹងមកពីម្នាក់ហ្នឹងបានជាខ្ញុំអញ្ចឹងហ្នឹងហើយមកពីសម្ភារៈមកពីកុំព្យូទ័រហ្នឹងបានខ្ញុំកិច្ចការខ្ញុំអញ្ចឹងយល់អត់បែបថាខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានគិតទៅឧទាហរណ៍ថាឥឡូវហ្នឹងដាច់បែបនេះឧទាហរណ៍ថាម្នាក់ហ្នឹងកំពុង stress ហើយគាត់និយាយថាចេះដោយសារតែបញ្ហាគ្រួសារដោយសារតែប៉ាម៉ាក់របស់ខ្ញុំដោយសារតែខ្ញុំអត់មានលុយចាយគ្រប់គ្រាន់ណាដោយសារតែការសិក្សារបស់ខ្ញុំបានខ្ញុំធ្វើ stress អញ្ចឹងតែទាំងអស់គ្នាដែលគិតតើបើសិនតែអ្នកទាំងអស់គ្នាដកអីទេបញ្ហាគ្រួសារចេញដកបញ្ហាថវិកាចេញហើយដកអីគេបញ្ហាការសិក្សាចេញចឹងសួរថាណាគេដែលអ្នកនៅបង្កើតអាបញ្ហាហ្នឹងនៅនេះហ្នឹងគឺខ្លួនឯងហ្នឹងហើយអញ្ចឹងមានថាមនុស្ស reactive ហ្នឹងគឺថានៅពេលដែលគាត់ជួបអីមួយគឺគាត់បន្ទោសអ្នកដទៃហ្មងគាត់បន្ទោសរឿងខាងក្រៅខ្លួនរបស់គាត់ហ្មងណាតែគាត់អត់គិតថាខ្លួនគាត់ទេដែលជាអ្នកគិតខ្លួនគាត់ទេដែលជាអ្នកបង្កើតវាឡើងណាអត់ចង់និយាយថាគេអត់ប្រឈមមុខមួយវាហើយជាយើងមកការដោះស្រាយក៏ដូចថាបន្ទោសគេបន្ទោសឯងអត់គិតរកហេតុផលឬក៏ដំណោះស្រាយណាមួយអីមួយនេះហ្នឹងហើយគេហៅថាមនុស្ស reactive ហ្នឹងហើយបើនិយាយទៅមនុស្ស proactive ហ្នឹងគឺជាកម្លាំងចលករពេលមនុស្ស reactive ហ្នឹងគិតតែខ្លួនឯងជាកម្លាំងទប់ត្រូវបានគេធ្វើទៅលើអញ្ចឹងវាអត់ដូចគ្នាពីហ្នឹងឥឡូវបើសិនតែយើងនិយាយពីឧទាហរណ៍ដូចជីវិតយើងរស់នៅប្រចាំថ្ងៃណាឧទាហរណ៍ថាយើងកំពុងតែឥឡូវខ្ញុំកំពុងបើកម៉ូតូសុកហើយខ្ញុំឃើញបងប្រុសម្នាក់ហ្នឹងណាផ្លាច់គាត់ជិះមកឆាតខ្ញុំអីចឹងទៅខ្ញុំខឹងហ្មងតែចុះមិនគាត់បំជិះទៅខាងមុខអីចឹងទៅមិនគាត់មិនជិះទៅខាងឆ្វេងខ្ញុំទៅហិចមិនមកឆាតខ្ញុំអីចឹងទៅគៀកខ្ញុំធ្វើខ្ញុំភ័យអីចឹងខ្ញុំអាចនឹងខំហើយខ្ញុំមុំម៉ៅហ្មងជេរទៀតអាចនឹងជេរគាត់ទៀតអញ្ចឹងដល់ពេលអញ្ចឹងហើយយើងគិតថាអាពេលដែលអារម្មណ៍យើងអត់ល្អហើយយើងកំពុងបើកបរអញ្ចឹងវាអាចនឹងបញ្ហាអីផ្សេងទៀតតែអ្នកនរគ្នាសាក់គិតដល់អូថាយើងបើនិយាយពីមនុស្ស proactive មិនទៅមនុស្ស proactive គឺគាត់ពេលឃើញអញ្ចឹងគាត់គិតថាអូប្រហែលជាម្នាក់ហ្នឹងគាត់អាចនឹងបញ្ញាប់ជាងខ្ញុំឬក៏គាត់គ្មានចេតនាទេឬក៏មិនគាត់ជិះមកពីក្រោយហ្នឹងមានអ្នកឆាតគាត់ឆាប់គាត់មុនហើយអញ្ចឹងមនុស្ស proactive គឺគាត់ព្យាយាមរកហេតុផលអត់បញ្ចេញអារម្មណ៍ភ្លាមទេបើមនុស្ស reactive ហ្នឹងហើយគឺគាត់អាចនឹងជេរបតិចគ្នាដូចយើងជិះតាមផ្លូវខ្ញុំប្រកាសថាខ្ញុំជិះថាអ្នកនរគ្នាអាចធ្លាប់ជួបបែបជិះទៅគាត់លឺសលេង
គាត់និយាយអញ្ចឹងគាត់ជេរអញ្ចឹងអញ្ចឹងនឹងន័យថាគាត់អត់អាចគ្រប់គ្រងកំហឹងខ្លួនឯងបានទេគឺគាត់មនុស្សដែល react ទៅលឿនហ្មងណា ហ្នឹងហើយបែបហ្នឹងគូនេះដូចជារឿងខ្មែររបស់យើងមួយនិយាយទៅនឹងដែររឿងព្រះពន្ធเนาะអញ្ចឹងរឿងព្រះពន្ធហ្នឹងគេនិយាយពីកូនប្រុសដែលគាត់ទៅធ្វើស្រែហើយតមកម្ដាយគាត់យកម្ហូបឲ្យគាត់នឹងរៀងយឺតអញ្ចឹងមនុស្ស proactive គឺជាកូននឹងហ្មងគឺគាត់អត់អាចគ្រប់គ្រងកំហឹងខ្លួនឯងបានគាត់អត់ព្រមសួរថាហេតុអីបានម្ដាយគាត់យកបាយម្ហូបឲ្យយឺតតែគាត់បែរជាសម្រាប់ម្ដាយដោយសារកំហឹងអញ្ចឹងអានឹងគឺជាកំហុសមួយដ៏ធំអញ្ចឹងខ្ញុំមិនគិតថាអ្នកនរគ្នាអាចនឹងមានកំហុសនឹងធំទេតែកំហុសតូចៗដែលយើងឧទាហរណ៍យើងមកពីរៀនអញ្ចឹងបាយអត់តន់ឆ្អិនហើយយំស្រីឲ្យម្ដាយឬក៏អីយើងអត់ព្រមស្ដាប់ហេតុផលរបស់គាត់ថាហេតុអីបានជាអញ្ចឹងហេតុអីបានជាមានរឿងហ្នឹងអញ្ចឹងគាត់ថាយើងគួរតែស្ដាប់ហេតុផលឲ្យបានច្រើនហ្នឹងហើយស្ដាប់ហេតុផលឲ្យបានច្រើនអញ្ចឹងកន្លែងនេះអីដែលពួកខ្ញុំចង់ចែករំលែកទៅកាន់គ្នាយើងគឺមានន័យថាមិនទៅអ្នកទាំងអស់គ្នាមានជំរឿនក្នុងការជ្រើសថាអ្នកទាំងអស់គ្នាចង់ធ្វើជាមនុស្សដែល reactive ឬក៏ proactive ហើយបើតាមបើជាគំនិតខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយកធ្វើជាមនុស្សដែល proactive ព្រោះអីវានឹងធ្វើឲ្យអ្នកទាំងអស់គ្នាអត់មានអារម្មណ៍ថាត្រូវចំណាយពេលគិតទៅលើរឿងហ្នឹងហើយអត់មានរោគដំណោះស្រាយអត់អីនៅតែឈរនៅគេហៅថានៅតែឈរនៅតែកន្លែងហ្នឹងហ្មងអត់គិតថាគួរតែទៅឆ្វេងទៅស្ដាំអីចឹងហ្នឹងហើយគឺថាមនុស្ស proactive ហ្នឹងគឺគាត់ពិបាកក្នុងការជួយខ្លួនឯងហ្មងដោយសារឧទាហរណ៍ថារឿងដែលគាត់ជួបតាមផ្លូវចឹងគាត់អាចនឹងមួយថ្ងៃហ្នឹងគឺគាត់អង្គុយខឹងតាម្នាក់ដែលគាត់ជិះឆាបគាត់ហ្នឹងឯងវាចិត្តតែគាត់ថាមិនបានអញ្ចឹងមិនបានជេរក្នុងចិត្តអីចឹងទៅតែបើមនុស្ស proactive ពេលគាត់និយាយចឹងហើយគាត់ថាតែចំណេះហ្នឹងគាត់បញ្ញាប់អញ្ចឹងគឺមានន័យថាគាត់លើកលែងឲ្យអញ្ចឹងការលើកលែងឲ្យហ្នឹងហើយគាត់ស្រួលចិត្តនិយាយទៅគឺលែងមានរឿងអីកើតឡើងហ្មងគឺចាប់ប៉ុណ្ណឹងហ្មងវាអាចថានិយាយជួបគ្នាទៅអាចថាគេហៅថាមនុស្សដែលគិត negative និង positive ដែរតែយើងអាចជួបទៀតទៅដែរអញ្ចឹងខ្ញុំសង្ឃឹមថាអានឹងគ្រាន់តែជាចំណុចតូចមួយដែលឲ្យអ្នកទាំងអស់គ្នាធ្វើម៉េចដើម្បីឲ្យយើងស្រួលចិត្តខ្លួនឯងកុំឲ្យខ្លួនឯងបាក់ចិត្តអីចឹងទៅគិតច្រើនអីចឹងទៅចឹងហើយជាជំរឿនអ្នកទាំងអស់គ្នាអាចជ្រើសបានណាហើយនេះមិនដែរថ្ងៃហ្នឹងយើងមានប៉ុណ្្នឹងណាអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាហើយសង្ឃឹមថាវីដេអូហ្នឹងបានជួយអ្នកទាំងអស់គ្នាបានច្រើនបាយបាយ